ក្មេងស្រីៗលើភាកច្រើនហ្មងណាគាត់លែងចង់រៀនចង់សូត្រហើយដែលកោដៅរបស់ពួកគាត់ហ្មងតាក់ទងប្តីគេយកប្រុសអ្នកមានឬក៏លក់ខ្លួនទាំងនៅវ័យក្មេងវ័យកំពុងតែសិក្សាហើយយើងឃើញច្រើនណាច្រើនខ្លាំងមែនតើសូម្បីតែខ្ញុំក៏ធ្លាប់ជួបម្ដងដែរនៅក្នុងកម្មវិធីក្រុមហ៊ុនរបស់ខ្ញុំដែលម្ដាយទេដែលជាភ្ញៀវកិត្តិយសរបស់ខ្ញុំប៉ុន្តែគាត់នាំកូនស្រីរបស់គាត់មក2នាក់ហើយមានអ្នកមើលឃើញហើយគេប្រាប់ខ្ញុំពេលតែកម្មវិធីនឹងចប់ហើយគ្រាន់ថារឿងហៅវាអត់ទៅមុខវែងឆ្ងាយបានទេដោយសារតែទង្វើរបស់ប្តីរបស់យើង react ទៅលើអ្នកដែលចង់ញ៉ាយញងគាត់នឹងរបៀបម៉េចអញ្ចឹងខ្ញុំចង់និយាយត្រឡប់មកវិញថានៅក្នុងពេលបច្ចុប្បន្នណាមានក្មេងស្រីៗច្រើនដែលគាត់លែងចង់រៀនចង់សូត្រហើយគាត់ចាប់អារម្មណ៍ទៅលើការលក់ខ្លួនយកប្តីគេប្តីចាស់ធ្វើមិនក៏បានដែរដែលការធ្វើបែបនេះគឺជាការបំផ្លាញអនាគតខ្លាំងមែនតែនដោយខ្ញុំគិតថារឿងហ្នឹងវាកើតចេញពីការអួតគ្នាផងគាត់ឃើញគេក្មេងដូចគ្នាគេមានរបស់ប្រើគេមានម៉ូតូល្អគេមានឡានជិះទូរស័ព្ទចេញតាមសេរីថ្មីអីអញ្ចឹងទៅគ្នាអ្នកត្រឹមត្រូវឃើញគេអញ្ចឹងដំបងគាត់ថាចុំមិនក៏គេលុយម៉េះគេលក់ខ្លួនដូចស្រួលគាត់គិតអញ្ចឹងប៉ុន្តែការពិតវាអត់ស្រួលទេយើងឃើញពេលដែលមានរឿងម្ដងវាអាសោចខ្លាំងប៉ុណ្ណាហើយជាក្មេងស្រីដែលប្រកែប្រកាសអូនឯងឲ្យគេអួតមុននៅយើងសោចចុងក្រោយសោចឲ្យលឺសោចយ៉ាងម៉េចពេលដែលយើងខ្លាចជាមនុស្សស្រីដែលមានសមត្ថភាពយើងជាមានចំណេះដឹងយើងរៀនប្រកែអូនរើសមនុស្សប្រុសមិនមែនឲ្យប្រុសតាចាស់ចាស់ប្តីគេអ្នកមករើសយើងយកយើងដេកនៅជាមួយយើងឲ្យលុយយើងប៉ុណ្្នឹងឯងពេលដែលយើងប្រកែមានលុយប្រឹងប្រែងរកស៊ីយើងរើសមនុស្សប្រុសចុះពេលដែលយើងមានដែរយើងមិនចេះតែយកប្តីគេយើងមិនយកប្តីអត់ស្អាតយើងមិនយកប្តីអន់ចរិតយើងមិនយកយើងអាចរើសមនុស្សប្រុសដែលមានសមត្ថភាពទោះបីជាគេកូនអ្នកមានក៏គេអាចមើលឃើញយើងយកយើងបានដែរបើយើងប្រកែគេអត់ខ្លាចបែកទ្រព្យទេសម័យឥឡូវលែងមានហើយចាងស៊ឺឈីទេវបុត្រជីសេះសមកស្រឡាញ់រើសយើងតាមផ្លូវយកយើងទៅចិញ្ចឹមវាលែងមានហើយចង់ឲ្យគេអ្នកមានមកយកយើងឥឡូវតើតែយើងខ្លួនឯងមានសមត្ថភាពដែរសម័យនេះគឺជាការពិតមួយដែលយើងត្រូវទទួលស្គាល់ថាមនុស្សស្រីត្រូវតែមានសមត្ថភាពហើយពេលដែលយើងមានសមត្ថភាពមានចំណេះដឹងមានជំនាញរៀនប្រកែទោះបីជាពេលដែលយើងការចូលគ្រួសារគេទៅជឿសម្ដីខ្ញុំគឺយើងមានតម្លៃយើងមានតម្លៃហើយដូចខ្ញុំនិយាយចឹងសំខាន់យើងរើសមនុស្សប្រុសបានទៀតបើយើងមិនពេញចិត្តយើងកុំយកហើយផ្នែកកំណត់មនុស្សស្រីពេលដែលគាត់ជោគជ័យពេលដែលគាត់មានលុយស្នេហាគាត់ឲ្យភាគរយតិចដែលផ្ដល់ក្តីសុខនៅក្នុងជីវិតរបស់គាត់ចឹងគាត់អត់ឲ្យតម្លៃខ្ពស់ថាជីវិតនឹងអត់មនុស្សប្រុសអត់បានទេអត់សូវទេមនុស្សប្រុសគឺជាដើមចមនៃសេចក្តីសុខប៉ុន្តែបើអ្នកឯងមិនមែនជា type របស់ខ្ញុំមិនមែនជាចំណូលចិត្តរបស់ខ្ញុំយើងអត់យកបានព្រោះយើងអត់មនុស្សប្រុសក៏បានប៉ុន្តែបើយើងអត់សមត្ថភាពយើងនឹងត្រូវយកមនុស្សប្រុសដែលទោះបីយើងមិនស្រឡាញ់ទោះបីជាមនុស្សប្រុសនឹងត្រូវប្រមុខប៉ោឡែអាវ៉ាសែហឹងសាជាមួយយើងមិនគឺយើងត្រូវទ្រាំអញ្ចឹងគឺខ្ញុំអាណិតក្មេងៗខ្លាំងហ្មងហើយក្មេងៗឥឡូវគាត់អញ្ចេះទៀតបើសិនជាគាត់បានយកប្តីគេអ្នកណារៀងល្អមួយអត់លែងទេហើយនៅក្នុងហ្នឹងវាមានវត្តមានរបស់ម្ដាយរឿងដែលខ្ញុំឃើញនឹងភ្នែកវត្តមានរបស់ម្ដាយហ្នឹងជួយជ្រោមជ្រែងកូនឲ្យធ្វើឲ្យប្តីប្រពន្ធចាស់គេលែងលះគ្នាដាច់ពីមុនខ្ញុំឆ្ងល់ថាម៉ែគេដឹងទៅមិនទៅកូនក្មេងធ្វើអញ្ចឹងម៉ែហ្នឹងអ្នកជួយជ្រោមជ្រែងដាក់គ្រូ7 1000គ្រប់សពបែបយ៉ាងហើយរឿង7 1000ហ្នឹងអ្នកណាអត់ជឿខ្ញុំជឿខ្ញុំឃើញច្រើនអ្នកឲ្យយកបានសម្រេចសម័យមុនណាគ្រាន់តែជាស្រីធម្មតាតែសម័យឥឡូវតែស្រីទៅជាកំណាន់ទៅយកបានសម្រេចមានមនុស្សប្រុសច្រើនណាស់ដែលគាត់សុខចិត្តលែងប្រពន្ធដើមឲ្យដើម្បីទៅយកស្រីមានច្រើនមានប្រពន្ធមានកូនស្រឡាញ់ប្រពន្ធណាស់ស្រឡាញ់កូនណាស់ចង់ចាប់នៅតែលែងប្រពន្ធលែងកូនដើម្បីទៅយកស្រីនឹងភាពងប់ងល់ឆ្លក់វង្វេងនឹងអារម្មណ៍ភ្លើតភ្លើនពុះកញ្ជ្រោលដែលគាត់ស្រឡាញ់ជាមួយស្រីក្មេងម្នាក់នឹងគាត់ភ្លេចគិតថាម្នាក់នឹងនឹងខ្លាចទៅជាភាពទលាន់របស់គាត់ក្រោយពីប្រហែលឆ្នាំក្រោយដូចគ្នាអញ្ចឹងអាភាពទលាន់នឹងវាគង់តែកើតឡើងឯងបើសិនជាយើងគង់តែទលាន់ដែរយើងមិនយកប្រពន្ធទេយើងយកតែស្រីនឹងទៅអានឹងសម្រាប់មនុស្សប្រុសដែរចូលចិត្តអាភាពទលាន់នឹងចាប់ផ្ដើមមានអារម្មណ៍បែបហ្នឹងអញ្ចឹងអ្វីដែលខ្ញុំសង្ខេបត្រឡប់មកវិញខ្ញុំស្ដាយចំពោះអនាគតក្មេងៗហើយខ្ញុំស្ដាយចំពោះម្ដាយដែលអត់មានសមត្ថភាពឲ្យកូនខ្លួនឯងខ្លាចជាមនុស្សស្រីដែលល្អមានតម្លៃដើម្បីគ្រួសារតែឲ្យកូនធ្វើរឿងដែលថោកទាបបែបហ្នឹងរឿងបែបហ្នឹងវាថោកទាបហើយវាមានកម្មពៀទៀតណាហើយខ្ញុំគ្រាន់តែចង់និយាយថាអ្នកដែលធ្វើអំពើយកប្តីគេហ្នឹងណាត្រូវចាំបាបកម្មដែលធំបំផុតនៅលើលោកនឹងគឺអំពើបំពាន់ស្នេហ៍នឹងទី1មនុស្សដែលស្លាប់ខ្លួនអ្នកដែលស្លាប់ខ្លួនគឺជាមនុស្សដែលមានកម្មពៀធ្ងន់បំផុតនៅលើវិវត្តសង្សារនេះព្រោះអីមើងងាយបំមាត់ជីវិតដែលព្រះប្រទានឲ្យនឹងទី2អាការធ្វើអំពើដាក់ស្នេហ៍គេនឹងខ្ញុំដឹងច្រើនតែស្នេហាភិកច្រើនដែលកើតឡើងនៅក្នុងស្រុកយើងមានអ្នកខ្លះក្មេងស្រីខ្លះអ្នកល្បីហ្នឹងណាទៅដាក់ស្នេហ៍យកគេទេទៅដាស់រាល់ទឹកអញ្ចឹងបានថាយើងអត់ដឹងត្រូវនិយាយថាមិនហើយមិនដឹងទៅបន្ទោសខាងណាគ្រាន់តែអ្វីដែលខ្ញុំឃើញឥឡូវពីមុនមនុស្សប្រុសយកស្រីមែនគាត់ថារឿងផិតក្បត់ហ្នឹងវាមានច្រើនហើយតាំងពីដើមមកមានច្រើនហើយគ្រាន់ថាមនុស្សប្រុសគាត់គ្រាន់តែយកស្រីហ្នឹងយកឲ្យចោលតែឥឡូវឲ្យយកឲ្យជាប់ហ្នឹងច្រើនយកឲ្យជាប់លែងប្រពន្ធដើមឲ្យយកស្រីហ្នឹងហ្មងសបោកូននេះគឺគេលែងខ្វល់ទាំងអស់អញ្ចឹងវាគ្រាន់តែជាបំណងមួយរបស់ខ្ញុំឯងបដូរការគិតបដូរផ្នត់គំនិតសោចក្រោយព្រោះជាងអ្នកសោចមុនបើគេអួតសម្ភារៈលយឆាយើងនឹងឲ្យគេអួតសិនទៅយើងអួតសមត្ថភាពយើងនៅពេលក្រោយពេលដែលយើងមានសមត្ថភាពគឺជារបស់ដែលមានតម្លៃមួយយើងអាចអួតគេបានពេញមួយជីវិតតែ So beautiful